ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំរៀបចំឆាស្តែកបដោះជាមួយសាច់ជ្រូកតៅគួរហ្នឹងខ្ញុំបំពងឲ្យស្រួយសិនណាមុនខ្ញុំកាត់កង់ណាបងប្អូនឥឡូវខ្ញុំដាក់ខ្ទះដាក់ខ្លាញ់បំពងខ្ទឹមឲ្យស្រួយសំតោឲ្យឈ្ងុយបន្ទាប់មកយើងដាក់សាច់ជ្រូកណាយើងលីងសាច់ជ្រូកយើងឲ្យថាសាច់ជ្រូកយើងឲ្យវានេះសិនណាបងប្អូនឲ្យឆ្អិនសិនបានយើងថាដាក់គ្រឿងក្រៅបានយើងលីងចឹងឲ្យវាកុំឲ្យធុំខ្លាំងសាច់ជ្រូកហើយស្វិតល្អឆ្អិនចឹងមកយើងដាក់ស្ករដាក់ប៊ីចេងទឹកប្រេងខ្យងដាក់អីចឹងណាបងប្អូនទឹកស៊ីអ៊ីវទឹកត្រីចូលសាវស៊ុបបងប្អូនមានចឹងណាខ្ញុំអត់មានខ្ញុំអត់ដាក់ក៏បានណាខានទឹកត្រីទឹកស៊ីអ៊ីវស្ករប៊ីចេងទឹកប្រេងខ្យងប៉ុណ្ណឹងជាតិដែរបងប្អូនខានឲ្យយើងដាក់គ្រឿងមកល្មមសមរម្យត្រូវចឹងណាឥឡូវសាច់ជ្រូកយើងថាគ្រឿងចូលជាតិហើយខ្ញុំដាក់តៅគួរចូលតៅគួរឆាត្រឡប់ចូលជាតិហើយយើងដាក់ស្តែកបដោះគឺតែប៉ុណ្ណឹងបងប្អូនចុងក្រោយឲ្យយើងទុកឲ្យវាស្តែកបដោះផុយឲ្យលួយទៅគឺជាការស្រេចឥឡូវថាឆ្អិនហើយស្តែកបដោះឥឡូវខ្ញុំដាក់ជាចុងក្រោយគឺដាក់ស្លឹកខ្ទឹមហ្នឹងបងប្អូនឥឡូវខ្ញុំដួសរៀបចំយកទៅហូបមើលហើយបងប្អូននេះយើងឆាធម្មតាដែរតែសំខាន់តៅគួរនឹងយើងពងឲ្យស្រួយមុនយើងយកដាក់ព្រោះកូនខ្ញុំវាចង់ជាប់កាមេរ៉ាបងប្អូនឥឡូវណាមកភ្លក់ឆាស្តែកបដោះតៅគួរសាច់ជ្រូកជាមួយខ្ញុំទាំងអស់គ្នាកូនខ្ញុំវាចេះញ៉ាំតៅគួរបងប្អូនវាចង់ញ៉ាំសាច់ជ្រូកឥឡូវវាមកដណ្ដើមចង់ចូលកាមេរ៉ាផងណាបងប្អូនឥឡូវណាចេះលុបដួសខ្លួនឯងហ្នឹងណាកូនខ្ញុំពេញ6នេះធំដែរបងប្អូនវាធ្វើជាប់កាមេរ៉ាទៅពេកបើកឲ្យជាប់ធំតិចប៉ុណ្ណឹងចេះចង់ជាប់កាមេរ៉ាណាបងប្អូនតែធំទៀតខ្ញុំបរៀនឲ្យបង្កើត page ធ្វើវីដេអូដែរដូចម៉ែវាតែម៉ែវាអត់រកលុយបានណាបងប្អូនចេះប្រឹងតាក់ពេញពងបានថ្ងៃណាមួយហ្នឹងវាអត់ក៏ចេះតាមណាព្រោះរាល់ថ្ងៃយើងមានការងារខ្លួនឯងស្រាប់មិនមែនថាពឹងលុយធ្លាក់លើមេឃណាលុយធ្លាក់លើមេឃមិនងាយបងប្អូនអានេះយើងចាមានពេលក៏ធ្វើអត់ពេលក៏អត់ធ្វើថា content យើងមិនថាល្អគ្រប់ដល់ព្រោះយើងអត់មានពេលព្រលឹមចេញប្រលុកចូលចឹងណាពុកម៉ែបងប្អូនឥឡូវនេះឆាមកភ្លក់មើលឆ្ងាញ់ជាតិដែរតាបងប្អូននឹកឃើញចង់ហូបអាតៅគួរហ្នឹងសាច់ជ្រូកមិនសំខាន់ចង់ហូបអាតៅគួរពងឆាមួយសណ្តែកគួរនេះសណ្តែកគួរសុំទោសសណ្តែកដោះឆ្ងាញ់ណាស់បងប្អូនអើយវីដេអូខ្ញុំមានប៉ុណ្ណឹងជួយមើលផងណាបងប្អូនអរគុណ